ទីមួយគឺតាក់ទងនឹងសវនាការសំណុំរឿងករណីឃាតកម្មលើលោកលឹមកំយ៉ាគឺបានប្រព្រឹត្តទៅហើយនៅឯប្រទេសថៃនៅថ្ងៃនេះហើយសារព័ត៌មានពិភពលោកអន្តរជាតិនឹងគឺថាក៏ក្រើកផ្សាយផ្អើលអំពីករណីរបស់គាត់ថាតើការជួយផ្សព្វផ្សាយករណីលោកលឹមកំយ៉ានេះវាអាចផ្ដល់យុត្តិធម៌អ្វីខ្លះដែរទេដល់រូបលោកខ្ញុំនឹងបញ្យល់ព័ត៌មានលម្អិតនេះនៅក្នុងការផ្សាយជាបន្តបន្ទាប់នៅពេលបន្តិចទៀតនេះព័ត៌មានបន្តទៀតគឺតាក់ទងនឹងថៃបន្តអឺកំទេចសំណង់លើដែនអធិបតេយ្យរបស់កម្ពុជារហូតដល់17ខ្នងត្រឹមថ្ងៃទី10ខែតុលាបាទបងប្អូនដឹងហើយថាថៃបានកំទេចអគារដែលជាសំណង់ហើយសំណង់នោះមែនតើជាសំណង់យោធាច្រើនជាងសំណង់ស៊ីវិលព្រោះអីមានដងទងជាតិមានអីផងនៅតំបន់ណែអូភ្លុកដំរីកាលពីថ្ងៃ28ឥឡូវនេះកាលហ្នឹងកំទេច3ខ្នងឥឡូវនេះគ្រោងនឹងកំទេចរហូតដល់ទៅ17ខ្នងឯនោះរួមទាំងសន្តាគារថ្មដាដែលនៅព្រំប្រទល់ក្នុងខេត្តត្រាតនិងទល់ខេត្តពោធិ៍សាត់នេះផងបាទតើរឿងនេះវាយ៉ាងម៉េចទៅវិញខ្ញុំនឹងបញ្យល់លម្អិតដែររឿងទី3គឺតាក់ទងនឹងរដ្ឋមន្ត្រីការបរទេសថៃចូលកាន់តំណែងថ្មីប្រកាសថាផ្លូវចរចាជាមួយនឹងប្រទេសកម្ពុជាដើម្បីឲ្យមានភាពប្រក្រតីឡើងវិញនៃទំនាក់ទំនងនៃប្រទេសទាំងពីរគឺមិនទាន់បិទទេបានន័យថាទ្វារនៅតែបើកតើបើកយ៉ាងម៉េចហើយគេមានលក្ខខណ្ឌអីហើយកម្ពុជាត្រៀមខ្លួនយ៉ាងម៉េចថៃត្រៀមខ្លួនយ៉ាងម៉េចតាក់ទងនឹងរឿងការចរចានេះបាទបន្ទាប់មកទៀតគឺតាក់ទងនឹងមេភូមិភាគ2លោកប៊ុនស៊ិនបាត់ខ្លាំងម្ដងនេះគឺថ្ងៃចុងក្រោយនៃថ្ងៃដែលបំពេញការងាររបស់គាត់ចូលរត្រែតហើយប្រកាសថានឹងចូលទៅពេលដែលចូលរត្រែតចូលនិវត្តន៍នេះគឺគាត់នឹងទៅកាន់កណ្ដៀវធ្វើស្រែវិញថាតើមានន័យយ៉ាងម៉េចពេលដែលជាមេយោធាដ៏ធំធ្វើឲ្យរពើរពើងសម្ងោចក្នុងខោស្ថានភាពទល់ដែននេះយ៉ាងលំបាកលំបិនដោយសារតែឈ្មោះគាត់ហ្នឹងឥឡូវគាត់ទៅជាកាន់កណ្ដៀវច្រូតស្រូវវិញហ្នឹងតើវាមានរឿងអាស្រូវអីដែរទេឬក៏ច្រូតតែស្រូវហ្នឹងឬក៏យ៉ាងម៉េចបាទខ្ញុំនឹងបញ្យល់រឿងនេះដែរហើយក្នុងពេលហ្នឹងក៏មានអ្នកតំណាងគាត់ថ្មីឡើងមកដែរថាគាត់ជានរណាហើយនឹងធ្វើឲ្យស្ថានភាពហ្នឹងស្បើយដែរយ៉ាងណាបន្ទាប់មកទៀតគឺតាក់ទងនឹងពលករខ្មែរនៅតែបន្តឆ្លងដែនខុសច្បាប់ទៅប្រទេសថៃហើយម្ដងនេះថៃដាក់វិធានការធ្ងន់ធ្ងរទៀតដូចថាលែងចាប់បញ្ជូនហ្នឹងគឺចាប់ដាក់ពន្ធនាគារមានន័យយ៉ាងម៉េចបាទរឿងបន្ទាប់គឺតាក់ទងនឹងការលុប MOU ឆ្នាំ2000ព្រោះថៃដូចជាមើលទៅមិនថយក្រោយសោះនៅក្នុងការចង់លុប MOU ឆ្នាំ2000MOU ឆ្នាំ2000ហ្នឹងហើយដែលធ្វើឲ្យខ្មែរយើងនិងថៃឆ្លោះគ្នារហូតដល់ពេលឥឡូវតើពេលដែលលុបទៅហ្នឹងវាចំណេញអ្នកណាខាតអ្នកណាឲ្យប្រកាសឬក៏មានស្ថានភាពប្រសើរជាងនឹងដែរទេឬក៏យ៉ាងម៉េចហេតុអីបានមាន MOU តាំងពីដើមមកបើយកមកលុបវិញទៅដែរ25ឆ្នាំក្រោយអីចឹងពាណិជ្ជកម្មថៃខ្មែរគឺជាពាណិជ្ជកម្មនៅព្រំដែនថៃជារួមគឺដាំក្បាលចុះ99.99%ដែលម៉ោងនេះគឺថៃបានប្រកាសជាអល់រឹកដែរថាដំណើរការព្រំដែននេះគឺវាពាណិជ្ជកម្មនេះគឺអត់មានដំណើរការអីតទៅសោះហើយថៃបាត់បង់ប្រាក់ចំណូលច្រើនហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺប្រាក់ចំណូលដែលថៃបាត់ច្រើនជាងគេគឺខានបាននាំស្រាចូលស្រុកខ្មែរបាទខ្ញុំនឹងបញ្យល់រឿងបើមានពេលគ្រប់គ្រាន់ហើយចុងក្រោយគឺតកតងនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃអឺដែលអាចរកឃើញតាន់បាទបងប្អូនព័ត៌មានដំបូងជាបឋមទៅមុនគឺតកតងនឹងករណីជំនុំជម្រះក្តីលោកលឹមកំយ៉ាដែលជាសមាជិកសភាតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិដែលត្រូវបានគិតកោបាញ់សម្លាប់កណ្ដាលថ្ងៃនៅទីក្រុងបាងកកកាលពីថ្ងៃទី7ខែមករាឆ្នាំ2025ហ្នឹងដើមឆ្នាំនេះហ្នឹងគឺឥឡូវនេះតុលាការថៃព្រំប្រទានថៃហ្នឹងកំពុងតែជំនុំជម្រះក្តីនៅថ្ងៃដំបូងហើយអញ្ចឹងថ្ងៃនេះគឺសវនកម្មបានប្រព្រឹត្តទៅដោយជំនុំជម្រះជាលើកដំបូងនៅក្នុងពេលដ៏យូរគឺ9ខែហើយទើបមានសវនាការជាលើកដំបូងនៅក្នុងសវនាការនោះក្រុមគ្រួសាររបស់លោកលឹមកំយ៉ាក៏បានទៅចូលរួមដោយទាំងមេធាវីទៅជាមួយដែរគឺអ្នកស្រីលឹមអានម៉ារីគឺគាត់បានទៅចូលរួមនៅក្នុងសវនាការដោយកាន់រូបថតស្វាមីរបស់អ្នកស្រីទៅជាមួយផងហើយដោយទាំងកូនចៅទៅហែហោមដើម្បីជាសាក្សីដើម្បីសង្កេតការនៅក្នុងសវនាការនោះប៉ុន្តែយើងសួរថាតើសវនាការនឹងបានសម្រេចជាដុំកំភួនអ្វីដែរឬទេហើយភាគីនៅក្នុងរឿងក្តីនេះបានជជែកអីឲ្យលម្អិតដែរឬទេមែនតើទៅបើតាមអ្វីដែលយើងដឹងគឺនៅក្នុងសវនាការថ្ងៃនេះគឺគ្រាន់តែជាការដែលជួបជាលើកដំបូងនៅក្នុងការចាប់ផ្ដើមដំណើរសវនាការដែលរៀបចំពីថ្ងៃ30ខែកញ្ញាហ្នឹងហើយថ្ងៃស្អែកនេះគឺថ្ងៃទី1ខែតុលាក៏មានសវនាការដែរហើយបើតាមអ្វីដែលតុលាការឲ្យដឹងគឺទាល់តែដល់ខែមីនានោះខែ3ឆ្នាំក្រោយបានបិទបញ្ចប់សំណុំរឿងជំនុំជម្រះនេះអញ្ចឹងអាចត្រូវការពេលយូរដែរព្រោះអីឥឡូវនេះគេចាប់ផ្ដើមសួរសាកសីសួរតាក់ទងនឹងរឿងបាញ់សម្លាប់អ្វីដែលក្រុមគ្រួសារចង់បានចម្លើយខ្លាំងជាងគេថាតើអ្នកណាជាឃាតករនៅពីក្រោយការបាញ់សម្លាប់លោកលឹមកំយ៉ាដែលអ្នកស្រីម៉ារីអានលឹមម៉ារីអាននោះបានបញ្ជាក់ថាប្តីរបស់អ្នកស្រីគឺជាវីរៈបុរសដែលធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីជួយប្រជាពលរដ្ឋខ្មែរជួយជាតិខ្មែរប៉ុន្តែជាអកុសលត្រូវបានគេផ្ដាច់ផ្ដិលជីវិត
យ៉ាងអាណាធម៌នៅទីក្រុងបាងកកនោះហើយអ្នកស្រីសង្ឃឹមថាយុតិធម៌នេះនឹងកើតមានមេធាវីរបស់ក្រុមការពារក្តីឲ្យលោកលឹមកំយ៉ាហ្នឹងក៏លើកឡើងស្រដៀងគ្នានឹងអ្នកស្រីម៉ារីអានដែរដោយសារតែដោយសារតែពួកគាត់គិតថាអ្វីដែលពួកគេចង់បាននេះគឺចង់ដឹងថាអ្នកណានៅពីក្រោយគិតកោដៃដល់ហើយសង្ឃឹមថានៅពេលដែលសួរដេញដល់សាកសីច្រើននៅក្នុងរឿងនេះគឺនឹងបានចម្លើយប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺនៅក្នុងសវនាការនេះជនជាប់ចោតមានតែពីររូបគត់គឺលោកភាណយឯកលៈភាណយហើយនឹងតកងឡានរបស់គាត់ដែលជាជនជាតិថៃដែលកំពុងតែជាប់ឃុំតាំងតែពីពេលនោះមកឯអ្នកដែលជាជនដៃដល់ជាជនសង្ស័យជាជនដៃដល់ពីររូបទៀតដែលជាខ្មែរគឺលោកពេជ្រកំស្រិននិងលោកលីរតនរស្មីគឺកំពុងតែនៅរត់គេចខ្លួនហើយដែលគេសង្ស័យថាគេចខ្លួននៅប្រទេសកម្ពុជាច្រើនជាងនៅប្រទេសណាទាំងអស់ព្រោះអីបើគេចខ្លួននៅប្រទេសថៃអាចនឹងអាជ្ញាធរថៃគេចាប់ខ្លួនបានអញ្ចឹងប៉ុន្តែបើនៅប្រទេសកម្ពុជាអាចនឹងពិបាកនឹងចាប់ខ្លួនអញ្ចឹងនេះជាការដែលសន្និដ្ឋានរបស់អ្នកដែលធ្លាប់មើលសង្គមជាច្រើនដែលលើកឡើងអំពីករណីដ៏រសើបមួយនេះហើយសំណុំរឿងនេះមែនតើទៅគឺអ្នកដែលបាក់មុខបាក់មាត់ខ្លាំងជាងគេគឺរដ្ឋាភិបាលកម្ពុជាទេនៅក្នុងការដែលមិនអាចរកឃាតករនៅប្រទេសកម្ពុជាឬក៏ថាមិនអាចចាប់ជនសង្ស័យដូចជាសន្ទុះលីរតនរស្មីហើយនឹងពេជ្រកំស្រិនឲ្យបានដើម្បីសហការជាមួយនឹងអាជ្ញាធរថៃនៅក្នុងការជំនុំជម្រះព្រោះរឿងក្តីនេះបើយើងមើលទៅបើឲ្យទៅសួរតែភាណយតែម្នាក់ឯងគឺភាណយគឺគាត់បានទទួលកំហុសហើយថាគាត់សារភាពហើយថាគាត់ពិតជាបានសម្លាប់មែនដូរជាមួយនឹងលុយប្រមាណជា$1800ធ្នូហើយលុយហ្នឹងលឺសូចុងក្រោយហ្នឹងភាណយហ្នឹងថាមិនយកទៀតដោយសារតែចង់សងគុណទៅបរិសម្នាក់ដែលបានជួយគាត់ពេលដែលគាត់មានបញ្ហាអត់ការងារពេលដែលគាត់ធ្វើទាហានធ្វើអីទៅណាហើយបរិសដែលមានគុណចំពោះគាត់ដែលគាត់អះអាងហ្នឹងគឺគ្មាននរណាក្រៅពីលោកលីរតនរស្មីដែលជាជនជាតិខ្មែរយើងដែលធ្លាប់ធ្វើការនៅថៃរាប់ឆ្នាំចិញ្ចូលមានក្រុមហ៊ុនមានអីហ្នឹងហើយលោកលីរតនរស្មីហ្នឹងមែនតើពីដើមឡើយគឺជាអ្នកដែលស្មោះស្ម័គ្រនឹងគណៈបកប្រឆាំងទេព្រោះគាត់ធ្វើការនៅថៃគាត់ស្គាល់ពលករខ្មែរនៅថៃច្រើនណាស់ដែលគាត់ជួយកិច្ចការងារនឹងច្រើនហើយជាញយដងយើងឃើញរូបថតគាត់ថតអោបគ្នាឬក៏ស្និទ្ធស្នាលជាមួយនឹងតំណាងរាជគណៈបកសង្គ្រោះជាតិរួមទាំងលោកសំរងស៊ីផងអ្នកស្រីមូសុហួរអីជាដើមហ្នឹងក៏ប៉ុន្តែក្រោយមកលោកលីរតនរស្មីហ្នឹងក៏បានផ្ដាច់ខ្លួនចូលទៅរួមរស់ជាមួយនឹងគណៈបកប្រជាជនធ្វើជាទីប្រឹក្សាឲ្យគណៈបកប្រជាជនអីអញ្ចឹងទៅក៏បានមានលិខិតតែងតាំងអីចឹងក៏ប៉ុន្តែពេលដែលគាត់បានតែងតាំងធ្វើជាទីប្រឹក្សាគណៈបកប្រជាជនបម្រើឲ្យគណៈបកប្រជាជនវាយប្រហារគណៈបកសង្គ្រោះជាតិតាមរករឿងពលករខ្មែរនៅថៃដែលគាត់ដឹងប្រភពដឹងអីហ្នឹងគឺធ្វើឲ្យកម្មករពលករថៃដែលស្មោះស្ម័គ្រនឹងគណៈបកសង្គ្រោះជាតិនឹងគ្នាភ័យបារម្ភដោយសារតែលោកលីរតនរស្មីហ្នឹងគឺចុះចូលទៅខាងគណៈបកប្រជាជនមួយរដ្ឋាភិបាលទៅពួកគេបារម្ភថាដោយសារតែស្គាល់គ្នាធ្លាប់ទុកចិត្តអីចឹងខ្លាចតែបញ្ជូនឈ្មោះបញ្ជូនកន្លែងរស់នៅអីចឹងធ្វើឲ្យអាជ្ញាធរធ្វើទុកបុកម្នេញធ្វើឲ្យពលករកម្មករដែលសកម្មជនគណៈបកសង្គ្រោះជាតិជាពិសេសឬក៏គណៈបកប្រឆាំងនឹងនាំគ្នាផ្លាស់ទីលំនៅវិច្ចបំវិច្ចផ្លាស់ប្ដូរទីតាំងរស់នៅយ៉ាងច្រើនតាំងពីលោកលីរតនរស្មីចូលទៅគណៈបកប្រជាជនក៏ប៉ុន្តែនៅពេលដែលរឿងនេះកើតឡើងពេលដែលភាណយគេចាប់បានពេលដែលរូបថតលោកពេជ្រកំស្រិនគេថតបានពេលឡើងរថយន្តក្រុងហ្នឹងទៅជាមួយនឹងលោកលឹមកំយ៉ានិងភរិយាគាត់ហើយចុះដើរទៅផ្ដាល់សារឆ្លើយឆ្លងជាមួយនឹងភាណយដើម្បីឲ្យបាញ់សម្លាប់លោកលឹមកំយ៉ាបានហ្នឹងហើយចុងក្រោយមានសារទូរស័ព្ទផ្ទេរលុយផ្ទេរអីជាមួយនឹងលោកលីរតនរស្មីហ្នឹងស្រាប់តែមានសេចក្តីថ្លែងការណ៍ពីគណៈបកប្រជាជនមកថាលីរតនរស្មីនឹងត្រូវបានគេដកហូតតំណែងឬបញ្ឈប់តួនាទីជាទីប្រឹក្សាលែងជាសមាជិកគណៈបកប្រជាជនអីអញ្ចឹងដែលចុះការបរិច្ឆេទឆ្ងាយទៅប្រហែលខែប្រហែលអីមុននឹងព្រឹត្តិការណ៍នឹងកើតឡើងដែលធ្វើឲ្យអ្នកមតិទូទៅនឹងយល់ថានេះគឺជាការក្លែងលិខិតដើម្បីដោយថាផ្ដាច់ខ្លួនពីការពាក់ព័ន្ធរបស់រដ្ឋាភិបាលទៅនឹងករណីឃាតកម្មព្រោះអីលោកលីរតនរស្មីបានចោះចូលជាមួយគណៈបកប្រជាជនទៅហើយដូច្នេះបើមិនមានលិខិតបែបហ្នឹងគឺអាចរដ្ឋាភិបាលពំតំណោតជាប់គេចោទប្រកាន់ថាសម្រាប់គណៈបកប្រឆាំងនេះគឺដោយសារតែខ្លួនចូលជាមួយនឹងគណៈបកប្រជាជនអញ្ចឹងដល់ពេលផ្ដាច់មានលិខិតមួយហ្នឹងចង់ឲ្យសាធារណជនទូទៅគិតថាលោកលីរតនរស្មីនេះក្បត់គណៈបកប្រជាជនខ្លួនឯងមកសម្រាប់លោកចូលរួមសម្រាប់លោកលឹមកំយ៉ាដើម្បីស្វាស៊ីបាយលៀបមកប្រពែនេះក្នុងន័យដែលគេវិភាគជាទូទៅប៉ុន្តែការពិតយ៉ាងណានោះគឺអាស្រ័យទៅលើលោកភាណយនឹងថាតើឆ្លើយអស់ពីចិត្តប៉ុណ្ណាមិនមានការគម្រាមកំហែងប៉ុណ្ណាហើយអ្វីដែលជាសាក្សីសំខាន់នៅក្នុងរឿងក្តីនេះគឺលោកពេជ្រកំស្រិននិងលោកលីរតនរស្មីដូច្នេះបើសិនពីអ្នកគាត់នៅតែមិនអាចចាប់ខ្លួនបានឬក៏មិនសហការឬក៏អាជ្ញាធរកម្ពុជាមិនអាចចាប់ខ្លួនពួកគាត់បានទេយុតិធធសម្រាប់លោកលឹមកំយ៉ាគឺឆ្ងាយដូចជាងមេឃតែយើងនៅរងចាំបន្តទៅទៀតបងប្អូនព្រោះសារព័ត៌មានអន្តរជាតិគេផ្សាយក៏ក្រឹកខ្ញុំមែនតើពេលខ្លះខ្ញុំគិតថានេះគឺជាការផ្ដល់ការលើកទឹកចិត្តដល់ក្រុមគ្រួសាររបស់លោកលឹមកំយ៉ាដែរដែលមានសារព័ត៌មានអន្តរជាតិល្បីៗទាំងបារាំងទាំងអាមេរិកជប៉ុនអូស្ត្រាលីសិង្ហបុរីម៉ាឡេស៊ីឥណ្ឌាស្អីហ្នឹងគេផ្សាយក៏ក្រៅពេញពិភពលោកធ្វើឲ្យក្រុមគ្រួសារហ្នឹងថាព័ត៌មានគាត់ហ្នឹងក៏បានលឺល្បីសរសើរដើម្បីរកយុត្តិធម៌ឲ្យក្រុមគ្រួសាររបស់គាត់ដែរក៏ប៉ុន្តែបើយើងមើលព័ត៌មានរឿងខ្មែរឆ្លោះគ្នាទល់ដែនថៃក៏ក្រៅហ្នឹងគឺសារព័ត៌មានអន្តរជាតិហ្នឹងគឺផ្សាយតែរឿងថៃទេអត់ដែរសូវផ្សាយរឿងខ្មែរតែអាហ្នឹងអញ្ចឹងបានថាការដែលពេលព័ត៌មានគេចាប់អារម្មណ៍បានន័យថារឿងហ្នឹងគឺយើងបានទៅលើខាងដូចថាអ្នកដែលមានប្រៀបគឺ
ខាងអំពើយុតិធធដែលគេចង់ឲ្យរកយុតិធធឲ្យគ្រួសារជនរងគ្រោះប៉ុន្តែនៅក្នុងពេលដែលសារព័ត៌មានអន្តរជាតិផ្សាយស្រោចទៅរឿងថៃនេះវាបែរទៅជាឃើញរឿងខ្មែរយើងនឹងអត់សូវមានព័ត៌មានឯករាជ្យហើយគេហាក់បីដូចជាចាត់ទុកថាថៃនឹងជាអ្នកដែលមិនមែនជាអ្នកដែលប្រព្រឹត្តខុសទេទៅជាអ្នកដែលជាជនរងគ្រោះតែរឿងករណីលោកលឿនកំយ៉ានេះខ្ញុំមិនចង់ប្រៀបធៀបទៅនឹងសារព័ត៌មាននេះទេប៉ុន្តែព្រោះក្រុមគ្រួសារត្រូវការយុតិធធហើយប្រជាពលរដ្ឋខ្មែរទាំង17លាននាក់ដែលស្រឡាញ់យុតិធធស្រឡាញ់ដំណើរការក្តីត្រឹមត្រូវក៏ចង់បានពន្លឺនឹងដែរហើយក៏ចង់ដឹងថាតើពេជ្រកំស្រិនហើយនឹងលីរតនារស្មីអង្កលបានគេចាប់បានហើយបើរដ្ឋាភិបាលកម្ពុជាមិនអាចនឹងចាប់ជនទាំងពីរនាក់នេះបានទេរដ្ឋាភិបាលកម្ពុជាក៏នៅតែរងការសង្ស័យនឹងចោទប្រកាន់ថាជាអ្នកដៃដល់នៅពីក្រោយនឹងដែរអានេះគឺរឿងចឹងរដ្ឋាភិបាលកម្ពុជាក៏មានអំណាចធ្ងន់ដែរគឺត្រូវរកអ្នកទាំងពីរនេះឲ្យឃើញហើយបើសិនជារកឃើញព្រោះថៃចេញដីកាតាមចាប់ខ្លួនឲ្យសហការឲ្យអាជ្ញាធរថៃសហការអីដែរប៉ុន្តែមកដល់ពេលនេះអត់ទាន់ឃើញមានតម្រុយណាមួយហើយយើងចៃដន្យអីមកមានការផ្ទុះអាវុធតាក់ទងនឹងរឿងព្រំដែននេះទៀតធ្វើឲ្យករណីរបស់លោកលឹមកំយ៉ាកាន់តែកប់ជ្រៅប៉ុន្តែឥឡូវនេះអាជ្ញាធរថៃគេយកមកជំនុំជម្រះបែបនេះគឺគ្រាន់តែជាការធ្វើឲ្យខាពពកខ្មៅដែលបិទបាំងផែនព័ទ្ធសធារបស់កម្ពុជានឹងកាន់តែខ្មៅរលទៀតគឺគេនឹងមើលឃើញថារដ្ឋាភិបាលកម្ពុជាបើមិនសហការជាមួយគេនៅក្នុងការដោះស្រាយរឿងនេះគេមើលមកយើងឃើញថាជាដូចថាមានភាពអាក្រក់ស្រអាប់អីចឹងទៀតណាហើយសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងដុតដៃប្រឹងប្រែងរកយុត្តិធម៌ជូនលោកលឹមកំយ៉ាដែលជាខ្មែរមួយរូបឈាមជ័រជាខ្មែរដែរបាទតែរឿងនេះបងប្អូនយើងនឹងតាមដានបន្តទៅទៀតព្រោះអីនៅសល់ពេលយូរណាស់ដល់ខែមីនាឯណោះទើបរឿងនេះបិទបញ្ចប់យើងនឹងតាមដានតើគេសួរសាកសីនឹងហើយភីណយនឹងនិយាយអីគេខ្លះហើយតើអាជ្ញាធរកម្ពុជាមានប្រតិកម្មយ៉ាងម៉េចចំពោះរឿងនេះព្រោះអាជ្ញាធរកម្ពុជាគឺហាក់បីដូចជាស្ងាត់ជ្រងំតាំងតែពីថៃបញ្ជូនដីកាឲ្យតាមចាប់ពេជ្រកំស្រិនហើយនឹងលោកលីរតនារស្មីនោះមកបាទខ្ញុំស្លេះរឿងលោកលឹមកំយ៉ាត្រឹមប៉ុណ្ណឹងហើយខ្ញុំបួងសួងបន់ស្រន់សូមឲ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះនិងក្រុមគ្រួសាររបស់គាត់បាទព្រោះការបាត់បង់សមាជិកគ្រួសារទាំងអណយធម៌បែបនេះគឺជារឿងមួយដែលធ្វើឲ្យបេះដូងពួកគាត់នឹងនៅធ្លុះធ្លាយគ្មានថ្ងៃបិទចិត្តទេហើយបើគ្មានយុត្តិធម៌គឺស្ថានភាពរស់នៅរបស់ក្រុមគ្រួសាររបស់គាត់គឺរស់នៅក្នុងស្ថានភាពជំងឺមិនអស់អាល័យជារៀងរហូតបាទប្រជាពលរដ្ឋខ្មែរក៏នៅតែមិនអស់អាល័យរឿងនេះដែរជាពិសេសអ្នកដែលមានស្វាមីភក្តិចំពោះលោកលឹមកំយ៉ានិងអ្នកស្រឡាញ់យុត្តិធម៌និងប្រជាធិបតេយ្យនោះរឿងទី2គឺតកតងនឹងបន្លាលួសនៅឯព្រំដែនកម្ពុជាយើងរកម្មចិត្តណាបងប្អូនរកម្មបេះដូងរកម្មចិត្តរកម្មគ្រប់យ៉ាងឥឡូវនេះថៃធ្វើបាបចិត្តមេដឹកនាំខ្មែរមែនតើខ្ញុំថាធ្វើឲ្យគេថាធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជាយើងហ្នឹងគឺពិបាកនឹងលួងចិត្តប្រជាពលរដ្ឋខ្មែរថាតើនឹងត្រូវធ្វើយ៉ាងម៉េចក្រៅតែពីអត់ធ្មត់ណាព្រោះថៃធ្វើតេស្តភាពអត់ធ្មត់របស់កម្ពុជាជ្រុលហួសហេតុពេកហើយម្ដងនេះឡើងជាការធ្វើតេស្តអត់ធ្មត់ហ្នឹងគឺជាការទន្ទ្រានយកដីខ្មែរស្រស់ៗតែម្ដងព្រោះអីដឹងថាយើងឡើងតដៃហើយគឺថាយកចាប់យកមកព្រោះឥឡូវតំបន់នងព្រៃច័ន្ទហើយនឹងភូមិជោគជ័យអាហ្នឹងគេយកដាច់ទាំងស្រុងហើយមិនបាច់និយាយអីទេយើងតវ៉ាគេឡើងស្អកកហើយគេមិនស្ដាប់គឺគេចាប់ផ្ដើមយកអាត្រាក់យកកងកម្លាំងគេយកស្អីឈូសឆាយគេបិទធ្វើព្រៃការពារធ្វើអីចេញច្បាប់អាញាសឹកចាប់ប្រជាពលរដ្ឋខ្មែរណាដែលចូលទៅតំបន់ហ្នឹងផ្ដន់ទាទោសរហូតដល់អាចកាត់ទោសប្រហារជីវិតគេធ្វើអីសពបែបយ៉ាងទាំងអស់យើងបានតែត្រឹមតែអត់ធ្មត់តែប៉ុណ្្នឹងឯងឥឡូវនេះនៅពេលដែលការអត់ធ្មត់របស់យើងហ្នឹងគឺវាបានផលមែនហើយកម្ពុជាអត់ធ្មត់បានជោគជ័យបានសុខបានអីចឹងមែនប៉ុន្តែថៃឃើញភាពអត់ធ្មត់របស់យើងចាប់ផ្ដើមទន្ទ្រានខ្ទេចខ្ទីតែម្ដងណានៅឯតំបន់កន្លែងខេត្តត្រាទល់ដែនជាមួយខេត្តពោធិ៍សាត់ហ្នឹងគឺយើងដឹងហើយសំដងអាគារផ្ទះរបស់កម្ពុជាដែលមែនតើទៅជាប៉ុស្តិ៍នគរបាលទេគេរំលាយអស់3ខ្នងបាត់ទៅហើយកាលពីថ្ងៃ28ឥឡូវនេះគេចាប់ផ្ដើមរំលាយកំទេចបន្តទៅទៀតនៅក្នុងនោះអាចមានដល់ទៅ17ខ្នងព្រោះអីខាងយោធាកងទ័ពជើងទឹកថៃគឺគេបានបដិញ្ញាមកហើយគឺគេនឹងកំទេចអាគារនេះរហូតដល់អាគារចុងក្រោយក្នុងសំណង់17កន្លែងហ្នឹងគឺអាគារសន្តាគារថ្មដានៅក្នុងដែនដីដែនអធិបតេយ្យរបស់យើងណាបងប្អូននៅបើយើងដឹងថាដែននឹងដែនដីគេយើងទៅសង់សន្តាគារនឹងយ៉ាងម៉េចកើតខ្ញុំកំពុងតែឆ្ងល់ឥឡូវហ្នឹងសង់ហើយគេគម្រោងថាកំតិចប៉ុន្តែថៃគេថាអាផ្ទះទូចអីចេះកំតិចបានដាក់គ្រាប់ដាក់អីទៅមិនបាច់ចាំការសហការពីកម្ពុជាទេប៉ុន្តែដល់សន្តាគារធំហ្នឹងគេត្រូវការសហការគ្នាច្រើនតាំងពីកម្ពុជាផងតើឲ្យកម្ពុជាសហការទៅឈរមើលគេកំតិចអាគារនៅក្នុងដែនអធិបតេយ្យយើងយ៉ាងម៉េចធ្វើស៊ីអារម្មណ៍កម្ពុជាមែនតើខ្ញុំជឿថាថៃម្ដងនេះគឺធ្វើឲ្យកម្ពុជាដុកដួលអ៊ុលណែនអរ៉ាតែអត់ហ៊ានតវ៉ានឹងគេសុកចិត្តអង្គុយមើលភ្លឺគេនឹងកំតិចអាគារយើងហើយគេទុកឲ្យដល់ថ្ងៃ10ខែតុលាហ្នឹងគឺសំណង់ទាំងអស់ហ្នឹងគឺគេនឹងកំតិចចាបងប្អូនរឿងនេះតាមពិតទៅយើងអត់ឮពីភាគីកម្ពុជាមានប្រតិកម្មអីសោះព្រោះអីកម្ពុជាជ្រើសរើសមិនឆ្លើយតបនេះនៅពេលដែលគេកំទេចអាផ្ទះ3ខ្នងហ្នឹងខ្ញុំរងចាំមើលថាតើក្រសួងការពារជាតិកម្ពុជានិងរដ្ឋាភិបាលកម្ពុជានឹងថ្លែងសារអីខ្លះអត់ជ្រើសរើសវិធីស្ងប់ស្ងាត់វិធីដែលគិតថាមិននិយាយអីសោះប្រជាពលរដ្ឋអត់បានដឹងអីសោះសារព័ត៌មានក្នុងស្រុកអត់បានផ្សាយអីសោះអញ្ចឹងបានន័យថាគេបំផ្លាញទៅបើប្រជាពលរដ្ឋអត់ដឹងអីផងរដ្ឋាភិបាលអត់ឆ្លើយអីផង AI ទៀតអាហ្នឹងគឺជាព័ត៌មានមិនពិតអីអញ្ចឹងទៅ
ឥឡូវតែសំខាន់បំផុតក្រសួងការពារជាតិមិនបាននិយាយថាអាការបំផ្លាញផ្ទះកម្ពុជា3ខ្នងហ្នឹងឬអាគារ3ខ្នងថ្ងៃ28ហ្នឹងថាជាការមិនពិតទេមិនថា AI អញ្ចឹងបានន័យថាការដែលមិននិយាយអីសោះហ្នឹងគឺព្រមទទួលស្គាល់ការពិតថាគេបំផ្លាញគ្រាន់តែថាវាហាស្លាកខ្ជាក់ស្លែងទៅបើនិយាយទៅវាប៉ះពាល់ទៅប្រាប់គេថាម៉េចផ្សាយថាគេបំផ្លាញកំទេចផ្ទះយើងហើយយើងនៅអត់ធ្មត់ដល់អញ្ចឹងប្រជាពលរដ្ឋស្ដាប់ទៅសគាអញ្ចឹងសុកចិត្តមិននិយាយអីសោះក៏ថាបានអត់មានសេចក្តីថ្លែងការណ៍អីសោះពីក្រសួងការពារជាតិពេលដែលគេរំលាយផ្ទះនៅក្នុងដែនអធិបតេយ្យរបស់យើងអត់និយាយអីសោះខ្ញុំជឿថារដ្ឋាភិបាលអត់រួចខ្លួនទេក្រសួងការពារជាតិប្រហែលជាគិតថាអាចមិននិយាយអីសោះអញ្ចឹងរួចខ្លួនអាហ្នឹងចាំថាវាអត់មានប្រព័ន្ធសារព័ត៌មានឯករាជ្យនឹងសេរីបងប្អូនបើមានមែនហ្នឹងគេចុះទៅសួរនាំលោកទាសីហាសួរនាំលោកហ៊ុនម៉ាណែតសួរនាំរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរប្រាក់សុខុនអីហ្នឹងថាតើយ៉ាងម៉េចទៅវិញរឿងហ្នឹងយើងតបគេទៅម៉េចអាចនឹងក្រសួងការពារជាតិរដ្ឋាភិបាលនិងក្រសួងការបរទេសឆ្លើយថាទេយើងមានលិខិតបានលិខិតជម្រាបគេហើយតែថ្ងៃ22ខែកញ្ញាលោកច័ន្ទប៊ុនឌីដែលជាមេបញ្ជាការឈរជើងនៅតំបន់ភូមិភាគកន្លែងអូភ្លុកដំរីហ្នឹងបានទៅសេលិខិតទៅខាងយោធាថៃប្រាប់ហើយថាព្រមឲ្យតែកំទេចផ្ទះមួយខ្នងទេអាពីរខ្នងទៀតអត់ទេហើយដល់ឥឡូវថៃគេកំទេចទាំង3ឥឡូវធ្វើអីគេវាអញ្ចឹងណាបងប្អូនអាចថាខ្មែរយើងប្រាប់ថាបានជូនដំណឹងហើយមិនអាចធ្វើបានប៉ុន្តែឥឡូវគេបំផ្លាញហើយយើងគួរតែមានលិខិតមួយថ្កោលទោសទៀតទៅបើយើងមិនប្តឹងគេទៅតុលាការអន្តរជាតិឥឡូវខកខានលិខិតថ្កោលទោសដែលខ្លួនធ្លាប់ធ្វើពីមកជំទាស់ថ្កោលទោសជូនដំណឹងបដិសេធតវ៉ាអំពាវនាវអាហ្នឹងអ្វីដែលខ្មែរធ្វើមកយកសំបីតែឥឡូវអ្វីដែលយើងធ្វើឲ្យតែអត់បានប្រយោជន៍ហ្នឹងក៏ឈប់ធ្វើទៀតហើយខ្ញុំមិនដឹងថាតើរឿងនេះនឹងស្អំចិត្តប្រជាពលរដ្ឋបានប៉ុណ្ណាទេយើងគិតថាសារព័ត៌មានថៃគេផ្សាយមកហ្នឹងមិនពិតមែនគេផ្សាយក្រៅស្រុកគេហើយហ្នឹងយើងទេដែលនៅក្នុងដងនោះយើងនាំគ្នាបិទមាត់ប្រជាពលរដ្ឋថាឲ្យតែគេនិយាយអីកុំទៅផ្សាយតាមអាកាសែតថៃហ្នឹងសិតតែអញ្ចឹងអាកាសែតថៃហ្នឹងវាជាកាសែតដើម្បីប្រព័ន្ធឃោសនារបៀបប្រជាពិធដ្ឋអីអញ្ចឹងទៅប៉ុន្តែបើគេនិយាយការពិតហ្នឹងប្រជាពិធដ្ឋអត់មិនឥឡូវបើគេយកសំណង់អាគាររៀបដល់ដីមកគេថតរូបពីផ្កាយរណបមកឲ្យយើងមើលទៀតរួចទៅយើងអត់តបគេយើងថាហ្នឹងព័ត៌មានមិនពិតយ៉ាងម៉េចទៅខ្ញុំអត់យល់ដែរខ្ញុំថានៅពេលដែលអស់លោកចាប់ផ្ដើមបិទព័ត៌មានហ្នឹងហើយទៅបន្សាព័ត៌មានគេថាកុំឲ្យយើងទៅដកស្រង់ព័ត៌មានគេអាហ្នឹងគឺជាការដែលមានចេតនាមិនស្មោះត្រង់ទេចំពោះជាតិយើងហ៎និយាយទៅថាទៅថ្លែងការទៀតទៅកោលទោសទៀតទៅខ្ញុំជឿថាល្អបើជ្រុលជាយើងលែងប្តឹងទៅគេទៅហើយហ្នឹងតាមពិតចំពោះខ្ញុំដាក់បញ្ជីក្នុងអាស្អីគេផ្ទះ3ខ្នងនៅតំបន់អូភ្លុកដំរីហ្នឹងគឺចូលទៅក្នុងបណ្ដឹងទៅ ICJ ទៀតមិនដឹងប្រហែលនេះបណ្ដឹងទៅ ICJ បើច្រកទៅ10ក្រុងហើយមិនដឹងតែឥឡូវអត់ទាន់បានមកក្រុងសោះបាទហើយគេចេះតែយកអញ្ចឹងទៀតទៅហើយចាំមើលតែយកដល់វាយរំលាយកំតិចដល់ដែនអធិបតេយ្យយើងបានហើយថៃខ្លាចអីពាត់លបងយកតតែខ្ទេចបាទហើយយើងគិតថាចាំថាចាំមើលដល់ពេលណាមួយយើងចាំសង្ឃឹមថានឹងបានទៀមទាមកគេវិញណារឿងនេះគឺដូចខ្ញុំជម្រាបអញ្ចឹងគឺថៃគេមិនថយក្រោយទេហើយគេប្រាប់ថាយើងរំលោភបំពានក្នុងដែនអធិបតេយ្យគេសារព័ត៌មានជាតិអន្តរជាតិគេ quote មកគេថាកម្ពុជាទន្ទ្រានលើដីគេឥឡូវគេកំទេចអត់មានអីតវ៉ាគេទេគឺយើងទទួលស្គាល់ថាយើងពិតជាសង់នៅក្នុងដែនអធិបតេយ្យដែនអធិបតេយ្យគេយ៉ាងម៉េចប្រើផែនទីអីប្រកាសបើខ្មែរច្បាស់រឿងផែនទីនិយាយទៅយើងមានអាប្លង់រឹងអាថៃមានតែប្លង់ទុនហ្នឹងគឺគេយកមករំលាយប្លង់រឹងយើងដុតឆេះទឹកទីអស់បានតែយ៉ាងណាបងប្អូនទោះជាមានរឿងដល់ប៉ុណ្ណឹងក៏ដោយក៏ថ្ងៃនេះគឺយើងមានសារមួយគួរឲ្យសាទរដែលរដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្មីគឺលោកស៊ីហាស័កពួងកេតកែវស៊ីហាស័កពួងកេតកែវហ្នឹងគឺជារដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្មីដែលបានទៅតតាំងប្រលះគ្នាជាមួយលោកប្រាក់សុខុននៅឯមហាសន្និបាតអង្គការសហជីវជាតិនៅបរិយាញូវយ៉កកាលពីប្រហែលថ្ងៃមុននេះឥឡូវនេះគាត់ឡើងថ្លែងសារនៅក្នុងរដ្ឋសភាថៃនៅពេលដែលចាប់ផ្ដើមលោកអនុទិនចន្ទរៈគុលរៀបចំគោលនយោបាយថ្មីសម្រាប់រដ្ឋាភិបាលថ្មីគាត់ថាផ្លូវទ្វារសម្រាប់បើកចរចាជាមួយកម្ពុជានៅតែបើកអញ្ចឹងបើតាមមើលគឺរដ្ឋាភិបាលថៃយកបងទៀតហើយបងប្អូនគេយកបងថាគេនឹងជាមនុស្សថ្លៃថ្នូរមនុស្សគួរសមផ្លូវទូតគេចង់ឲ្យតែតំណែងតំណងនឹងល្អឡើងវិញទេឥឡូវគេទៅប្រាប់អន្តរជាតិខូតទៀតថារដ្ឋមន្ត្រីក្រសួងការបរទេសថៃបើកទ្វារចរចាជាមួយកម្ពុជាដោយមិនបិទទេប៉ុន្តែគេដាក់លក្ខខណ្ឌទៅវិញថាគេអាចបន្តបើកទ្វារចរចានេះបានតតែខ្មែរយើងស្មោះត្រង់កុំល្បិចហើយកុំបំពេញដែនអធិបតេយ្យរបស់ថៃកុំដាក់មីនកុំយកប្រជាពលរដ្ឋធ្វើជាខែលទៅបោចបលាលួសថៃកុំឆ្លងចូលដែនដីថៃខុសច្បាប់កុំផ្សព្វផ្សាយព័ត៌មានមិនពិតកុំប្រើ drone អូយ100មុខនិយាយទៅកុំចល័តតបអីនិយាយទៅគេខ្លែងខ្លួនធ្វើជាជនរងគ្រោះទៀតឃើញទេបងប្អូនគេថាអញ្ចឹងហើយគេស្ដាប់មកអន្តរជាតិស្ដាប់មកអូថៃល្អយ៉ាងនេះគឺថាបើកម្ពុជាបំពេញគ្រប់រឿងដាក់មីនផងដាច់ជើងទាហានថៃអស់មកកណោផងហើយប្រើ drone ផងហើយយកប្រជាពលរដ្ឋទៅបោចបលាលួសផងក្នុងអាភូមិព្រៃច័ន្ទនងច័ន្ទអីអញ្ចឹងលាក់ហើយថៃនៅតែចិត្តល្អនៅបន្តបើកទ្វារចរចាស្ដាប់ទៅគឺអញ្ចឹងហ៎បងប្អូនប៉ុន្តែបើយើងមើលឲ្យមែនតើគឺថៃនេះពុះពុលមែនតើគឺថាអាងតែខ្លួនមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសេរីបរទេសអីហ្នឹងគេគ្រប់គ្រងអាសារព័ត៌មានខ្លួនឯងហ្នឹងច្រើនយកឱកាសហ្នឹងគឺលៀបពណ៌ឬក៏កលៃការពិត
បំពេញគ្រប់រឿងសម្រាប់ក្នុងខោមកថាយើងជាជនប្រព្រឹត្តទៅវិញបងប្អូនយើងឈឺចាប់ឯនៅពេលដែលជនរងគ្រោះខ្លាយទៅជាជនប្រព្រឹត្តហើយគេជាជនរងគ្រោះអាចគេជាជនប្រព្រឹត្តទៅអានីលដីប្រផាត់ប្រភេងធ្វើឲ្យអ្នកផ្សេងទៀតមើលមកថាយើងវាយតាមពិតអត់សោះគាត់ប្រកាច់ខ្លួនឯងនៅដីសោះហើយទៅតែធាក់ចោះតែធាក់ឡើងអ្នកមើលមកថាអូយងាប់ហើយកណ្ដោះដួលដេកហើយណែនៅឈរខ្មែរយើងនៅឈរថាខ្មែរវាយតាមពិតខ្មែរនឹងបន់សុំតែសុកសោះហ្នឹងឥឡូវវាអញ្ចឹងអាកសលមែនតែនតែយ៉ាងណាបងប្អូនយើងចាត់ទុកថាចំណុចនេះក៏ជាចំណុចវិជ្ជមានដែរបើគាត់ថាអញ្ចឹងក៏ថាអញ្ចឹងចោះព្រោះអីបើមើលទៅអាការចរចាហ្នឹងវាដូចជាមិនបិទទ្វារមែនហើយព្រោះថ្ងៃនេះខ្ញុំឃើញក្រសួងការពារជាតិកម្ពុជាបើទោះបីជាមិនថ្លែងសារអីខ្លះសោះនៅក្នុងការដែលថៃថាវាយកំទេចអាគារឲ្យរហូតដល់17ខ្នងដោយទាំងសន្តាគារនៅថ្មដានិងខេត្តពោធិ៍សាត់ហ្នឹងផងក្រសួងការពារជាតិមានមោទនភាពនិងកិត្តិយសជម្រាបជូនសារព័ត៌មានជាតិនិងអន្តរជាតិឲ្យបានជ្រាបថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគថៃខ្មែររវាងភូមិភាគ3និងប្រជាជាតិថៃនឹងដែលថាការពារព្រំដែនច័ន្ទបុរីនិងត្រាតនោះគ្រោងធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះអត់មានអីទេគឺគេធ្វើពីថ្ងៃ4ដល់ថ្ងៃទី6បាទតាមពិតសប្បាយដែរនៅពេលដែលខាងយុទ្ធភូមិភាគនឹងចេះតែជួបគ្នាប៉ុន្តែបងប្អូនឃើញតែជួបហើយបាញ់គ្នាជួបហើយផ្ទុះអាវុធជួបហើយលាយបលាលួសជួបហើយធ្វើអីផ្សេងផ្ដេសផ្ដាស់តែរហូតដឹងជួបបានប្រយោជន៍អីដល់យូរទៅខ្ញុំឆ្ងល់ដែរតែនេះជានិយាយទៅកម្ពុជាគ្មានជំរឿទេជួបទៅព្រោះឲ្យមានរបាយការណ៍ដែរប្រាប់ថាយើងអត់មានតដៃតអីផងយើងជួបប៉ុន្តែថៃជួបហ្នឹងក៏យកតែមុខដែរទៅរាយការណ៍ប្រាប់ថាគេមកជួបអីអញ្ចឹងអីតាមអាកិច្ចព្រមព្រៀងបាត់ជប់បាញ់ខ្មែរទេបំពេញអីអញ្ចឹងទៀតអូយអាក្រក់ណាស់និយាយទៅសម័យនេះហ្នឹងគឺយើងឃើញអាក្រក់ហួសដែលយើងជាខ្មែរយើងឈឺចាប់យើងស្ដាប់ទៅយើងឈឺចាប់មែនតើនៅពេលដែលឃើញអ្នកប្រព្រឹត្តខ្លាយទៅជាជនរងគ្រោះប៉ុន្តែដល់ពេលតែឈឺចាប់ខ្ញុំចេះតែងាកមើលតែយើងវិញដែរណាពេលគេប្រព្រឹត្តលើគណៈបកសង្គ្រោះជាតិលើសកម្មជនខ្មែរគ្នាឯងលើអង្គការសង្គមស៊ីវិលលើអ្នកសារព័ត៌មានខ្មែរដែលគេធ្វើបាបធ្វើទុកបុកម្នេញឲ្យគេជន់ទៀតចុងក្រោយគេរាយការណ៍ថាអ្នកទាំងអស់នោះសឹកក្រុមបដិវត្តពណ៌សំជាប់គុកអីអាជនរងគ្រោះខ្លាយទៅជាជនប្រព្រឹត្តជាជនបដិវត្តដូចថាមើលមកយើងហ្នឹងគឺឃើញយើងធ្វើបាបគ្នាឯងមកយោដល់ពេលគេធ្វើបាបថៃធ្វើបាបយើងឈឺចាប់មែនតើប៉ុន្តែមិនឈឺចាប់ស្មើនឹងយើងធ្វើបាបខ្មែរគ្នាឯងប៉ុន្តែអានេះប្រហែលជាកម្មផលអកុសលអីយ៉ាងម៉េចក៏មិនដឹងបានមកធ្លាក់មកយើងជាជនរងគ្រោះសោះហ្នឹងត្រូវថៃចាត់ទុកថាជាជនប្រព្រឹត្តឲ្យគេបំពេញឲ្យគេមកយកដីយើងថែមទៀតអកុសលណាឥឡូវនេះគឺខ្ញុំស្លេះរឿងនេះប៉ុណ្ណេះគ្រាន់តែថាគិតថាជាដំណឹងគ្រាន់ថាថានឹងមានការចរចានឹងមានអីទៀតទៅប៉ុន្តែចរចាទ្វេភាគីខ្ញុំបានផលអីទេបងប្អូនមានតែប្តឹងទៅអង្គការស្អាតណាតុលាការយុត្តិធម៌អន្តរជាតិតែប៉ុណ្្នឹងឯងក្នុងពេលជាមួយគ្នាហ្នឹងគឺពាណិជ្ជកម្មខ្មែរថៃគឺខាងថៃគឺគេទទួលស្គាល់ការពិតទៀតដែរបងប្អូនតាមពិតថៃខ្ញុំគិតថាទោះបីជាសម្ោចក្នុងខោយ៉ាងម៉េចក៏មានស្ថាប័នឯករាជ្យរបស់គេមួយនៅក្នុងការជាកញ្ចក់ឆ្លុះរដ្ឋាភិបាលនិងយោធាថៃឲ្យដឹងថាគេមិនពេញចិត្តហ្មងណាអាការបិទព្រំដែនហ្នឹងណាឯងបិទព្រំដែនរឿងនយោបាយណាឯងតែវាប៉ះពាល់ដល់ពាណិជ្ជកម្មថៃអញ្ចឹងសមាគមពាណិជ្ជកម្មថៃគេលើកឡើងថ្ងៃនេះគេរកឃើញថាប្រតិបត្តិការពាណិជ្ជកម្មថៃចូលមកកម្ពុជាតាមច្រកព្រំដែនខ្មែរថៃហ្នឹងគឺធ្លាក់ដល់កម្រិតស្ទើរ0ណា 99.99% គឺថយចឹងតែម្ដងអស់ហើយលីងហើយខាតថៃរាប់ពាន់លានបាតហើយអ្វីដែលគួរឲ្យកត់សម្គាល់នៅពេលថៃទទួលស្គាល់ថាបិទព្រំដែននេះគឺខាតថៃរាប់ពាន់លានបាតហ្នឹងដឹងខាតច្រើនជាងគេអីទេនៅក្នុងការនាំចូលមកប្រទេសកម្ពុជាតាមរយៈតំណែងថៃនាំចូលប្រទេសកម្ពុជាគឺបាត់1000លានបាតដែលផលបានមកពីការនាំស្រាវីស្គីចូលស្រុកខ្មែរអាផ្សេងទៀតហ្នឹងគឺដូចមានតិចរយដូចថារាប់សិបលានបាតទេប៉ុន្តែរឿងស្រាវីស្គី1000លានបាតមិនធម្មតាទេអញ្ចឹងបានន័យថាអ្នកដែលចំណេញខ្មែរដែរកុំឲ្យលលួយសួតទៅព្រោះអីស្រាវីស្គីថៃនាំមកខ្មែរអស់1000លានបាតហ្នឹងគ្រាន់តែខាតថៃតែខាតចំណេញខ្មែរចំណេញបានគឺមិនឲ្យស្រាហ្នឹងតែបងប្អូននេះស្រាវីស្គីហ្នឹងមិនទៅបានខូចកាពះខូចសួតរបស់អ្នកស្រែណាទេលោកឲ្យយើងបានតែថ្នោតជូរជាមួយនឹងតឡនតនហ្នឹងបានឲ្យទៅរកវីស្គីណាអាវីស្គីហ្នឹងបានទៅអស់លោកផ្កាយពេញស្មាការ៉ាអូខេរាល់យប់ដែលពោះភូមិដែលចង់និយាយដោះពោះស្អុយអីចឹងទៅហើយដែលមានលុយចាយក្រាលដេកទេណហើយយើងបងប្អូនយើងដែលមានវីស្គីអីពីថៃមកហ្នឹងមិនសូវបានទទួលទានទេយើងបានតែពីថៃស្រាកដុងអីហ្នឹងសំទោសវៀតណាមស្រាកដុងស្រាចកឹះអាគេជាលក់អង់ទ្រីនមកហ្នឹងយើងផឹកលលួយថ្លើមហ្នឹងចឹងឯងរឿងវីស្គីចេះប៉ុន្តែយ៉ាងណាបងប្អូនបើខាននាំមកហ្នឹងក៏ល្អដែរឲ្យវាស្រឡះអញ្ចឹងចោះកុំឲ្យថាលឺសូនាំស្រាមករាប់ពាន់លានបាតយ៉ាងនេះងាប់ហើយបាទតែយ៉ាងណាបងប្អូនថៃអត់ខ្មែរគេមានម៉ាឡេមានសិង្ហបុរីមានចិនមានភូមាអីគេនៅតែនាំចេញបានច្រើនដែរទេយើងកុំអាលអអេពេកគាត់ថាថៃគេគ្រាន់តែថ្លែងមកថាបិទព្រំដែនហ្នឹងគេខាត់ប្រមាណពាន់លានប៉ុន្តែទំហំគេនោះរហូតដល់ trillion គេនាំចេញទៅក្រៅពីប្រទេសកម្ពុជាយើងនៅមានប្រទេសមកកណោគេមានពាណិជ្ជកម្មជាមួយគ្នាដូច្នេះគេមិនដាច់ពោះទេគាត់ថាយើងក៏វាល្អដែរឬសូថ្នាក់ដឹកនាំយើងថាតាំងបិទព្រំដែនមកតំណែងខ្មែរដូចមានហាងឆេងខ្ញុំជួយត្រេកអរបងប្អូនឲ្យមានហាងឆេងមានអីខ្លះអញ្ចឹងទៅគាត់ថា
ការដែលយើងធ្វើពាក់ឯកការផលិតផលគេហ្នឹងគឺវាជ្រុលដែរតែបាច់ធ្វើចាំបាច់ធ្វើពាក់ឯកការផលិតផលថៃតែអីបើថៃគេលែងនាំចូលមកហើយចង់តា3ខែទៀតហ្នឹងគឺដាច់ស្តុកអស់លេងតាមពិតឥឡូវដូចដាច់ស្តុកអស់ហើយផលិតផលថៃនោះបងប្អូនគ្រាន់តែថារបៀបជាតិនិយមជ្រុលហ្នឹងចេះតែថែមទៅមិនបាច់គ្រប់ស្អីទេបើតំណែងថៃអត់ចូលមកសោះហើយហ្នឹងហើយបើព្រំដែនបិទចិត្តអស់ហើយហ្នឹងអញ្ចឹងអ្នកដែលមានស្តុកអីទិញទួចហ្នឹងលក់អស់ពីខ្លះហើយអ្នកខ្លះលែងហ៊ានលក់ទៀតព្រោះគេខ្លាចថាលក់ផលិតផលថៃចាស់ហ្នឹងមិនទាន់អស់អញ្ចឹងគេថានាំមកថ្មីអីអញ្ចឹងទៀតទៅខ្លាចគេមកដុតតូបចោលអីអញ្ចឹងទៅតែចង់វាអស់ឯងហើយព្រោះវាលែងនាំចូលហើយបងប្អូនមិនបាច់ពាក់ឯកាក៏បានដែរប៉ុន្តែបងប្អូនធ្វើឲ្យលួងចិត្តខ្លួនឯងហ្នឹងចិត្តតែធ្វើទៅវាមិនស្អីទេតែប្រយ័ត្នតែគេបើកព្រំដែនក្រាំងមករោងចក្រសហគ្រាសខ្មែរដែលផលិតមកសម្រាប់ផលិតផលខ្មែរហ្នឹងចាំមើលហ្នឹងលលាយទៀតដួលទៀតខ្មែរយើងជួនកាលអញ្ចឹងណាបងប្អូនឆាប់ឈឺចាប់ណាឆាប់តែក៏ឆាប់ជាដែរបិទរីលៀបតែប្រេងកាឡាហើយល្អដែរយើងឆាប់ជូតទឹកភ្នែកបន្តដំណើរប៉ុន្តែឆាប់ភ្លេចឆាប់ឆេវឆាវឆាប់ភ្លេចខ្ញុំខ្លាចតែឆាប់ភ្លេចទេបាទតែយ៉ាងណាបងប្អូនកុំភ្លេចបន្លាលួសនៅរឹតរួចតាមព្រំដែនច្រើនណាស់ឥឡូវនេះគឺចូលកាន់តែជ្រៅទៅគឺចានៅក្នុងក្រៅបេះដូងខ្មែរយើងគ្រប់គ្នាគឺយើងមិនទុកឲ្យថៃរួចខ្លួននៅក្នុងការទន្ទ្រានដែនអធិបតេយ្យរបស់យើងដាច់ខាតរួមគ្នាបើថារដ្ឋាភិបាលមិនប្តឹងរួមគ្នាទៅហើយបើឮសូរថាមានរដ្ឋាភិបាលក្រៅប្រទេសណាអាហ្នឹងដែលធ្វើឲ្យរដ្ឋាភិបាលខ្មែរយើងចាប់ផ្ដើមភ័យខ្លួនណាបើខ្លួនឯងមិនប្តឹងចាំមើលតែគេមានរដ្ឋាភិបាលក្រៅប្រទេសគេថាតំណាងឲ្យខ្មែរយើងដែរគេដាក់ប្តឹងហើយចាប់ផ្ដើមទៅរករឿងគេតែខ្លួនអត់ព្រមប្តឹងទៅ ICJ ឬ ICC ទេខ្ញុំមែនតើទៅខ្ញុំគិតថារដ្ឋាភិបាលកម្ពុជាដូចជាធ្វើឡើងដូចចង់ឲ្យដងដាវរដ្ឋាភិបាលក្រៅប្រទេសដែលគេប្រកាសថ្ងៃទី3តុលានេះប្រយ័ត្នតែគេដើរមកព្រឹបគេរើសស្នាមមេដៃរបស់ប្រជាពលរដ្ឋបានតែត្រឹម1លានអ្នកអីហ្នឹងនាំគ្នាដាក់បណ្ដឹងហ្នឹងទៅ ICJ ប្រយ័ត្នចាញ់ប្រៀបរដ្ឋាភិបាលក្រៅប្រទេសណាខ្ញុំនិយាយនេះខ្ញុំនិយាយយកតែប៉ុនទេព្រោះអីធម្មតាតែរដ្ឋាភិបាលមួយមិនធ្វើអីហើយប្រជារាស្ត្រងើបមួយវាយមួយអត់អាចតវ៉ាអីចឹងតែមានរដ្ឋាភិបាលក្រៅប្រទេសបើកបានគេចាប់ផ្ដើមយកបងគេទៅហើយព្រោះអីគេធ្វើអ្វីដែលយើងអត់ធ្វើហើយអ្វីដែលយើងអត់ធ្វើហ្នឹងគឺជារឿងអធិបតេយ្យរបស់កម្ពុជាទៅទៀតអញ្ចឹងប្រយ័ត្នប្រជាពលរដ្ឋបាក់ទឹកបាក់ដីមករដ្ឋាភិបាលក្រៅប្រទេសហើយទៅខកខ្លួនទៅវិញណាខ្ញុំគាត់ថាជំរាបទេខ្ញុំនិយាយនេះខ្ញុំមិនមែនជាសមាជិករបស់រដ្ឋាភិបាលក្រៅប្រទេសណាទេហើយខ្ញុំមិនមែនជាសមាជិករបស់គណៈបកណាទាំងអស់ខ្ញុំគឺជាសមាជិករបស់ប្រជាពលរដ្ឋទាំង17លាននាក់ទាំងអ្នកមិនគ្រប់គ្រងខ្ញុំទាំងអ្នកគ្រប់គ្រងខ្ញុំព្រោះខ្ញុំគឺជាខ្មែរខ្ញុំស្រឡាញ់ជាតិសម្រាប់ប្រទេសជាតិខ្ញុំធ្វើព័ត៌មានកុំថាឲ្យគណៈបកប្រឆាំងគណៈបកស្អីក៏ដោយតែពេលគាត់ធ្វើមិនត្រូវនឹងត្រូវថ្មងដូចតែគ្នានឹងខ្ញុំមិនទៅទុកស្អីគាត់ក៏ប៉ុន្តែឥឡូវនេះខ្ញុំអត់ធ្វើព័ត៌មានដើម្បីបំផ្លាញជនរងគ្រោះទេបងប្អូនចេះតែថាអូយផ្កាប់មុខនិយាយទៅសើតែបកប្រឆាំងកាន់ជើងបកប្រឆាំងគ្រប់ម៉ាត់រដ្ឋាភិបាលខុសគ្រប់យ៉ាងខ្ញុំអត់ទៅសារបកប្រឆាំងហើយខ្ញុំក៏អត់បង្អាប់រដ្ឋាភិបាលខ្ញុំបង្អាប់ភាពអយុត្តិធម៌ហើយខ្ញុំកាន់ជើងជនរងគ្រោះសប្តាហ៍ថ្ងៃនេះខ្ញុំគិតថាក្រុមបកប្រឆាំងនិងគណៈបកសង្គ្រោះជាតិជាជនរងគ្រោះហើយជនរងគ្រោះមិនត្រូវខ្លាយជាជនរងគ្រោះទ្វេដងទេដូចយើងកំពុងជាមួយមានបញ្ហាជាមួយថៃអញ្ចឹងគេឈ្លានពានយើងគេលៀបពណ៌យើងថាយើងជាអ្នកប្រព្រឹត្តយើងឈឺចាប់ទេហើយបើយើងនាំគ្នាទៅកាន់ជើងថៃទៀតថាអូថៃនឹងធ្វើត្រូវហើយខ្មែរយើងនឹងជាអ្នកប្រព្រឹត្តយើងឈឺចាប់ទេជាខ្មែរយើងឈឺចាប់មិនអញ្ចឹងដូចគ្នាជាមួយនឹងគណៈបកប្រឆាំងអញ្ចឹងគេកំពុងតែជាជនរងគ្រោះហើយយើងទៅប្រាប់ថាជនរងគ្រោះនឹងសមហ่ะឲ្យគេរំលាយឲ្យគេបំផ្លាញឲ្យគេចាប់ដាក់គុកក៏ព្រោះអ្នកឯងបំផ្លាញសន្តិភាពហើយយើងឈឺចាប់ទេនៅពេលដែលជនរងគ្រោះស្រែកដង្ហោយរយុត្តិធម៌ហើយយើងទៅកាន់ជើងជនប្រព្រឹត្តដូចគ្នាជាមួយថៃអញ្ចឹងបងប្អូនសាកនាំគ្នាទៅសរសើរថៃថាថៃនឹងធ្វើត្រូវហើយខ្មែរយើងនឹងប្រព្រឹត្តប្រទេសផ្ដាស់អីអញ្ចឹងគេមិនជេរយើងស្រោចព្រោះគេថាយើងកម្ពុជាជនរងគ្រោះយើងក៏មានគំនិតរបៀបស្តង់ដារពីរអញ្ចឹងបើយើងមើលឃើញថៃបំពេញយើងហើយយើងនិយាយសរសើរថៃអត់បានព្រោះថៃគេថាគេជាជនរងគ្រោះតាមពិតជាគេអ្នកប្រព្រឹត្តហើយយើងនាំគ្នាស្អប់ថៃបានតែដល់ពេលយើងនាំគ្នាកោតសរសើរអ្នកបំផ្លាញគណៈបកសង្គ្រោះជាតិអ្នកបំផ្លាញប្រជាធិបតេយ្យសិទ្ធិមនុស្សហើយដល់ពេលអ្នកដែលតវ៉ាទៅបិទមាត់គេចោតគេសិទ្ធិពួកឲ្យទៀមពួកបដិវត្តពណ៌ហើយជនរងគ្រោះខ្លាយទៅជាជនរងគ្រោះទ្វេដងហើយយើងនៅផ្នែកអជ័យធ្លាក់ទឹកហើយអើបានយើងក្បត់មនសិការនឹងឧត្តមគតិខ្លួនឯងហើយអញ្ចឹងហើយបានជាខ្ញុំមិនចោតប្រកាន់ជនរងគ្រោះទេគាត់ចង់ធ្វើអីធ្វើទៅប៉ុន្តែជនរងគ្រោះអត់ទាន់មានយុត្តិធម៌គាត់នៅតែជាជនរងគ្រោះខ្ញុំគ្មានពេលណាទៅវាយប្រហារពួកគាត់ទេប៉ុន្តែមិនមែនបានន័យពួកគាត់ជីសេះលែងដៃបានទេបើគាត់ធ្វើប្រទេសផ្ដាស់គាត់ខ្ញុំរិះគន់ដូចតែគ្នាអញ្ចឹងដែរឥឡូវនេះគឺខ្ញុំចង់និយាយថាពួកគាត់កំពុងមានដងដាវហើយរដ្ឋាភិបាលមិនដាក់ប្តឹងទៅ ICJ ប្រយ័ត្នយឺតពេលណាពួកគាត់នៅដល់ថ្ងៃ23ខែតុលាប្រយ័ត្នតែគាត់បង្កើតរដ្ឋាភិបាលក្រៅប្រទេសនឹងបានគាត់ចាប់ផ្ដើមចងក្រងប្រជាពលរដ្ឋយកស្នាមមេដៃដាក់ប្តឹងគាត់ទៅមុនណាអញ្ចឹងរដ្ឋាភិបាលអាចថាយឺតពេលឬក៏ចូលរួមគ្នាជាមួយរដ្ឋាភិបាលក្រៅប្រទេសប្តឹងទៅបើក្នុងស្រុកអត់ហ៊ានប្តឹងទុកឲ្យក្រៅប្រទេសប្តឹងក៏ល្អម្យ៉ាងដែរវាចំណេញជាតិយើងឯងសំខាន់ឲ្យតែប្តឹងបានដីយើងមកវិញណាធ្វើទៅខ្ញុំគ្រប់គ្រងទាំងអស់គ្នាឲ្យតែប្តឹង ICJ យកដីយើងមកវិញហើយឲ្យថៃទទួលខុសត្រូវចំពោះការឈ្លានពានខ្ញុំគ្រប់គ្រងមិនថាគណៈបកប្រជាជនមិនថាគណៈបកប្រឆាំងមិនថារដ្ឋាភិបាលក្នុងស្រុកមិនថារដ្ឋាភិបាលក្រៅស្រុកឲ្យតែបានដីយើងមកវិញហើយឲ្យថៃទទួលខុសត្រូវចំពោះការឈ្លានពានគឺបានទទួលការស្វាគមន៍ពីខ្ញុំហើយខ្ញុំនៅនិយាយដដែលគឺត្រូវតែប្តឹងគេឥឡូវយើងស្ងាត់ចោះអត់អីទេតែត្រូវតែដាក់ពាក្យប្តឹងដាច់ខាតគឺទោះក្នុងតម្លៃណាក៏ដោយត្រូវតែមានបណ្ដឹងទៅ ICJ ឬតុលាការព្រហ្មទណ្ឌអន្តរជាតិអត់មាននិយាយអីលើសហ្នឹងទៀតទេ
ព្រោះម៉ោងនេះគឺម៉ោងយើងសុខចិត្តដេកផ្ទះឆ្នះស្អាតហើយអញ្ចឹងដេកផ្ទះឆ្នះស្អាតហ្នឹងនាំគ្នាអង្គុយសរសេរបណ្ដឹងហ្នឹងទៅដើម្បីយកទៅដាក់ឲ្យតាន់ពេលហើយបើប្តឹងគឺគ្មានពេលណាត្រូវប្តឹងប្រសើរជាងពេលដែលគេកំពុងតែរំលោភបំពានទេតែចាំភ្លៀងមកឈូសស្នាមស្លាកស្នាមអនុស្សាវរីយ៍ភ័ស្តុតាងហ្នឹងអស់ហ្នឹងយើងយឺតពេលទៅទៀតបាទឥឡូវព័ត៌មានបញ្ចប់ពីរឿងទៀតគឺតកតងនឹងមេតបភូមិភាគថៃលោកប៊ុនស៊ិនបាត់ខ្លាំងថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៅក្នុងការកាន់តំណែងជាមេតបភូមិភាគ2ដែលធ្វើឲ្យកក្រើករញ្ជួយអ្នកខ្លះថាអរគុណលោកជាវីរៈបរិះនៅខាងថៃខ្មែរយើងវិញចាត់ទុកថាលោកមកនឹងដូចជានរោអវជ័យចឹងមកធ្វើឲ្យមានបញ្ហាគ្រប់បែបយ៉ាងសមនឹងចុះពីតំណែងហ្នឹងទៅប៉ុន្តែមិនអីទេមិនបាច់ដាក់បច្ចេផ្ដាសាតិចផ្ដាសាគាត់ទេគាត់អស់ហើយគាត់បានឲ្យអ្នកថ្មីមកកាន់តំណែងថ្មីហើយគឺអ្នកថ្មីដែលជាអ្នកកាន់តំណែងហ្នឹងក៏មានបទពិសោធន៍តបនៅខាងអ៊ីសានហ្នឹងច្រើនដែរដូចថាប្រហែលជាមិនចាញ់លោកប៊ុនស៊ិនបាត់ខ្លាំងហ្មងនេះកុំអអីពេកតែលោកប៊ុនស៊ិនបាត់ខ្លាំងគាត់ថាអីគាត់ចុះទៅគាត់ឈប់ហើយធ្វើការងារអីតបអីឈប់ហើយឈប់និយាយរឿងព្រំដែនរឿងអីទៀតហើយមិនបាច់សួរនាំអីគាត់ទេគាត់កាន់កណ្ដៀវច្រូតស្រូវវិញយ៉ាមេតបមួយធំមកដាក់ខ្លួនជាកសិករមួយយ៉ាងដែរតែយ៉ាងម៉េចដែរឲ្យគាត់ស្ងាត់ទៅធ្វើស្រែទៅក៏ល្អដែរព្រោះអីយ៉ាងណាស្រូវថៃក៏មិនមែន1គីឡូ600ដូចខ្មែរដែរឲ្យគាត់ធ្វើទៅហើយកុំអញ្ញាជាមួយកិច្ចការព្រំដែនអីទៀតទុកឲ្យគេស្បើយតិចទៅព្រោះលោកធ្វើឲ្យមានបញ្ហារំពើហ្នឹងក៏ច្រើនសម្រាប់ប៉ុន្តែសម្រាប់ជាតិថៃគាត់ជាវីរៈបរិះណាបងប្អូនតួយើងហៅថាគាត់ជាមនុស្សដែលបំផ្លាញអីសពបែបយ៉ាងអីក៏ដោយគឺវាមានវីរៈបរិះក្នុងដួងចិត្តគេគ្រប់តែគ្នាយើងក៏គេក៏មានក៏អញ្ចឹងយើងក៏មានអញ្ចឹងដែរណាបាទឥឡូវខ្ញុំស្លេះលោកប៊ុនស៊ិនបាត់ខ្លាំងត្រឹមប៉ុណ្ណឹងគាត់ទៅកាន់កាដៀវកាន់អីឲ្យកាន់ទៅហើយរឿងដែលគួរឲ្យអាសូរមួយទៀតគឺរឿងពលករខ្មែរបងប្អូនឆ្លងដែនខុសច្បាប់ទៅប្រទេសគេនៅដដែលគឺចម្រុះតាំងពីខេត្តបាត់ដំបងព្រៃវែងសៀមរាបស្អីហ្នឹងចុះចូលទៅក្នុងដីថៃហើយគេចាប់បានណាបងប្អូនហើយគេចាប់បានឥឡូវហ្នឹងគេប្រើអា drone មួយយ៉ាងហ្នឹងស្ទង់កម្ដៅយើងណាបងប្អូនយោធាថៃកាលពីមុនប្រើអា drone ចាប់កម្ដៅយោធាខ្មែរទម្លាក់គ្រាប់សម្លាប់ខ្មែរយើងកជើងឥឡូវហ្នឹងគេប្រើអា drone ហ្នឹងទៅចាប់ប្រជាពលរដ្ឋខ្មែរដែលឆ្លងចូលដីថៃតាមចការអំពៅហ្នឹងគឺស្ទង់ពេលយប់គឺឃើញសម្ោលឃើញរូបយើងទៅគេចាប់បានថ្ងៃហ្នឹង51នាក់បងប្អូនគេថតរូបមកបង្ហាញហើយឥឡូវគេពមៀនទៀតចាប់ពីពេលនេះតទៅថៃគេអត់ចាប់ហើយគេបញ្ជូនមកយើងភ្លាមដូចមុនគេចាប់ហើយគេដាក់គុកយើងមកសម្រាប់ពលករស្ដាប់ទៅគ្នាបាក់ស្បាទៀតហើយព្រោះអីខ្វះខាតជីវភាពរត់ទៅថៃដើម្បីរកទទួលទានសងមីក្រូហិរញ្ញវត្ថុឥឡូវនេះត្រូវថៃគេថាចាប់ដាក់គុកយូរឆ្នាំតើបានណាសងធនាគារសងមីក្រូហិរញ្ញវត្ថុចិញ្ចឹមជីវិតព្រោះអីក្នុងពេលដែលលំបាកនេះបាទខ្ញុំនិយាយថាបន្ទុករបស់រដ្ឋាភិបាលយើងធំណាស់ហើយយើងតែចោទថាអ្នកដែលឆ្លងចូលដីថៃហ្នឹងសុទ្ធតែក្បត់ជាតិក្បត់អីខ្លួនឯងហេតុអីក៏អន់ខ្លួនម៉េះគេធ្វើបាបយើងប៉ុណ្ណឹងហើយយើងនៅតែរត់ចូលទៅដីថៃទៀតទៅធ្វើការបម្រើជាកញ្ចេះគេទៀតបងប្អូនកុំទៅដាក់បន្ទុកគ្នាអញ្ចឹងបងប្អូនមិននៅក្នុងស្ថានភាពពួកគាត់បងប្អូនមិនដឹងថាភាពវេទនារបស់ពួកគាត់ប៉ុណ្ណាទេហើយបើសិនជារដ្ឋាភិបាលដូចខ្ញុំនិយាយអញ្ចឹងបើជួយលុយពួកគាត់ក្នុងរយៈពេលលំបាកនេះម្នាក់តែ$250ឲ្យបាន4-5ខែសិនយ៉ាងហោចណាស់6ខែសិនហ្នឹងក៏ពួកគាត់អាចនឹងនៅទ្រាំលេបថ្មលេបគ្រួសិនប៉ុន្តែដល់អត់អីសោះរកការងារមិនបានធ្វើបានខ្លះហើយមិនអត់ទេប៉ុន្តែអ្នកជាច្រើនទៀតនៅតែរកអត់បានតើឲ្យគាត់ធ្វើអីអត់មានជំនួយអីពីរដ្ឋាភិបាលសោះនេះឲ្យគាត់ដាច់ពោះមែនដល់ពេលពួកគាត់ទៅគឺយើងនាំគ្នាជាបតិចផ្ដាសាគាត់តែអត់រកដំណោះស្រាយឲ្យពួកគាត់សិតតែមកខ្វះអីការងារគាត់ធ្លាប់ធ្វើ$600 $500មកធ្វើបាន150វិញឧទាហរណ៍ទៅវាបានតិចឲ្យត្រូវទៅខុសខេត្តក្រុងគ្នាឲ្យត្រូវដូរទីកន្លែងរស់នៅមិនសូវស្គាល់អីវាពិបាកអញ្ចឹងបានថាពេលពិបាកហ្នឹងហើយដែលរដ្ឋាភិបាលត្រូវទម្លាក់កញ្ចប់ថវិកាណាមួយជួយគាត់$250មួយខែម្នាក់មួយរយៈសិនទៅព្រោះរដ្ឋាភិបាលយើងអួតថាមានមាសសុទ្ធអី30-40តោនអីណានៅក្នុងឃ្លាំងអីបញ្ចេញមកអូយថ្នាក់ដឹកនាំយើងនាឡិកាអីសរាប់$100,000នោះហ្នឹងលក់តែនាឡិកាលក់តែគ្រឿងនឹងតែ3-4ឲ្យផ្ទះនិយាយពីអ្នកខ្លះវិញសំបីអភិបាលខេត្តហ្នឹងគ្រាន់តែសផ្ទះលក់ដើមឈើមួយដើមហ្មងរាប់សែនរាប់លានដុល្លារគ្រាន់តែផ្ទះមិនដឹងជាព្រៃឈើខ្មែរនឹងអស់ប៉ុណ្ណាលក់អានឹងចោលហ្មងការពារជួយប្រជាពលរដ្ឋយើងក្នុងពេលហ្នឹងអស់លោកបានប៉ុណ្ណាលួចជាតិបណ្ណាពីណាមកណាប្រជាពលរដ្ឋច្បាស់ជាអាចហៅសកម្មឲ្យថាអូគាត់លួចគាត់អីយ៉ាងម៉េចក៏ដោយប៉ុន្តែគាត់បកគលមកឲ្យជាតិយើងវិញអស់ហើយរាជកំពុងតែមានទុកលក់ឲ្យខ្ទេចមើលអាទ្របអស់ហ្នឹងជាទ្របក្តៅកាហាយទេប្រជាពលរដ្ឋអត់ទាំងគាំទ្រផងគ្នាកំពុងតែដាច់អង្គហើយយើងរាកា1.5 លានអីប៉ុណ្ណឹងក៏អាវអីថ្លៃហ្នឹងសម្ញែងខ្លាំងណាលក់ឲ្យខ្ទេចខ្ទីយកមកសងយកមកជូនប្រជាពលរដ្ឋយើងដែលកំពុងខ្វះខាតនៅទល់ដែនអូក្រទាំងអស់គ្នាហ្មងទៅអូអញ្ចឹងចុះខ្ញុំថាបើធ្វើអញ្ចឹងថ្នាក់ដឹកនាំអាចត្រូវប្រជាពលរដ្ឋចាប់ផ្ដើមគិតរូបភាពផ្សេងទៅវិញថាអូគាត់នេះតាគាត់ធ្វើបន់ច្រើនដែរហ្នឹងបើថាគាត់លួចបានច្រើនមែនបើថាគាត់ធ្វើបន់ច្រើនយកទៅបើគាត់មិនឲ្យសោះស្មាក់បានទេតែឥឡូវអត់ទេស្ងាត់ឲ្យឆឹងហើយដល់ពេលអញ្ចឹងទៅគ្នាចាប់ផ្ដើមចូលលូនទៅហើយគេថតរូបមកគេបង្អាប់យើងថាដាច់បាយដាច់ទឹកអីអញ្ចឹងទៅយើងនឹងចាប់ផ្ដើមទៅថាយើងមិនដាច់បាយទេក្រសួងការងារគេរកការងារឲ្យយើងធ្វើរកចារកអាទៅលូនទៅថៃរាល់តែដងហ្នឹងឃើញគេចាប់បានតែរហូតហើយយើងថាអូកុំទៅឃោសនាតាមអាស្អីឧបករណ៍ឃោសនារបស់ថៃហ្នឹងគេផ្សាយតែអញ្ចឹងនេះដើម្បីអីលៀបពណ៌យើងធ្វើបំបាក់កិត្តិយសជាតិយើងព័ត៌មានគេអស់លោកធ្វើតែអញ្ចឹងតាពេលដែលវាយប្រហារគណៈបកសង្គ្រោះជាតិបានហ្នឹងនិយាយពីថតមួយថ្ងៃ10ដងចុះចូលហែកអាវដុតអាវគណៈបកប្រឆាំងនិយាយពីធ្វើឲ្យរកម្មចិត្តជនរងគ្រោះដដែលជ្រុំហើយអាជ័យធ្លាក់ទឹកចុះចូលអស់ហើយ
ហើយយើងធ្វើបាបប្រជាជនចិត្តរៀសខ្លួនឯងដូចគ្នាដែលយើងកំពុងថៃគេធ្វើមកយើងហើយឥឡូវយើងមកស្អប់ថៃហើយខ្លួនឯងអត់ដែលស្អប់គ្នាឯងសោះគេធ្វើតែអញ្ចឹងតាហើយតែការពិតគឺយើងត្រូវការរស់អញ្ចឹងមែនឯងចាំបានថាដំណោះស្រាយក៏អង្គុយបកផ្សែងគឺយើងរួចភ្លើងហ្នឹងធ្វើអីតម្លាក់កញ្ចប់ថវិកានឹងជួយទៅហើយបងប្អូនសួរថាមុងណារ៉េតនឹងយកលុយមកពីណាខ្ញុំមិនខ្វល់លុយមកពីណាទេរត់ខ្ចីលុយគេមកកណោចពាក់គេរាប់ពាន់លានចេះចពាក់ប្រជាពលរដ្ឋកើតពេចមកចពាក់គេ$1000បាត់ហើយនោះអត់ទាន់បានចាយលុយ1រៀលបើជ្រុលជាចពាក់ហើយខ្ចីមកទៅឲ្យចពាក់ប៉ុន្តែវាថាបាបឲ្យវាបានឆ្អាបមាត់បានហូបវាអត់បានហូបសោះអាលុយនឹងចូលទៅកប៉ៅមន្ត្រីពុកលលួយលួចជាតិពាត់ភ្នំពាត់ផ្ទះអីយកផ្ទះសាវិឡា10 20ខ្នងរៀសរកតែផ្ទះរកសង្កសីប្រកផ្ទះអត់បាននេះវាបានប្រយោជន៍អីហ្នឹងអស់លោកនាំគ្នាមានតែក្រុមគ្នាឯងណាអាគ្នានេះលហេមលហាមចែកគ្នាហូបអស់ទៅខ្ញុំមិនតែនិយាយទៅពេលខ្លះហ្នឹងវាចឹងមែនណាវាដូចថាគ្នាលហេមលហាមជួយគ្នាទៅហើយដល់ពេលបើជួយបែបហ្នឹងគឺយើងកាត់បន្ថយអាការដែលគម្លាតឆ្ងាយពេកហើយឈប់អួតពីរឿងលុយបើថាអត់នេះទៅឈប់អួតអារឿងទ្របនោះមានរត់នឹងសល់លុយសល់បំរុងមកកណោឥឡូវយកមកអាបំរុងហ្នឹងយកមកនេះចែកគ្នាទៅហ៊ានពីការអីរបួសហ្នឹងក្រុមគ្រួសារទៅហ៊ានពាក់លីម្នាក់1លានដុល្លារទៅអ្នកដែលពីការហ្នឹងកន្លះលានដុល្លារទៅឲ្យគ្នារស់មកជីវិតចុងក្រោយឲ្យថ្លៃធ្នូបន្តិចមើលបូជាជីវិតបាត់ទៅហើយកម្មករហ្នឹងពលករឆ្លងដែនមកហ្នឹងម្នាក់$250ចាយ6ខែសិនមើលដាច់ខ្យល់ស្លាប់ប៉ុណ្ណាបើរដ្ឋាភិបាលក្របផលិតលុយទៀតមកបោះពុំលុយទៀតមកឲ្យចែកគ្នាចាយឲ្យណានៃមកបើសេដ្ឋកិច្ចយើងវាដាំក្បាលចុះដល់បដាលក៏ដល់ទៅឲ្យតែប្រជាពលរដ្ឋបានកហូបកុំឆ្លងដែនទៅស្រុកគេទៀតឲ្យជួយគ្នាប៉ុណ្ណឹងមើលបាទនេះធន់ណាស់ពេលនេះដល់ពេលវែងឆ្ងាយសុំទោសសូមអធិស្ឋានផងបងប្អូនពេលខ្លះវាកាន់បាតហ្នឹងទុកវាមិនជាប់ដែរវាអស់ពេលខន្តីដែរវាមើលទៅគឺវេទនាភ្នែកពេកបាទចុងក្រោយលោកអនុទិនច័ន្ទវរៈគុលនាយរដ្ឋមន្ត្រីថៃថ្មីគាត់បានមានប្រសាសន៍ថាថៃចាប់ផ្ដើមប្រកាសដាក់ឲ្យធ្វើប្រជាមតិលុប MOU ឆ្នាំ2000ចោលគ្រោះថ្នាក់ទៀតហើយបងប្អូនថាខ្ញុំថាគ្រោះថ្នាក់នេះគឺគ្រោះថ្នាក់ធំដោយសារអីអា MOU ឆ្នាំ2000ហើយនឹងឆ្នាំ2001នេះណាគឺវាតកតងនឹងការវាស់ព្រំដែនព្រំសីមាខ្មែរយើងនិងព្រំដែនទឹកត្រួតស៊ីគ្នាទៀតហើយ MOU ហ្នឹងគឺវាពាក់ព័ន្ធគ្នានឹងសន្ធិសញ្ញាបារាំងសៀមដែរប៉ុន្តែឥឡូវថៃ25ឆ្នាំក្រោយមកគេចង់រំលាយ MOU ហ្នឹងបងប្អូនដល់ចង់ដឹងធ្វើអីហ៎គេចង់ប្រាប់ថាតកូលថាក់ស៊ីននិងតកូលហ៊ុននេះណាសុំកលុំគ្នាធ្វើឲ្យបាត់ដីថៃចំណេញដល់កម្ពុជាចឹងបានន័យថាបើយើងនិយាយថាក្រុមគ្រួសារតកូលហ៊ុនសុំកលុំគ្នាជាមួយតកូលថាក់ស៊ីនក្នុងន័យថា MOU បើថៃចង់ឲ្យរំលាយចោលចឹងបានន័យថាថៃឲ្យខ្មែរចំណេញអញ្ចឹងចឹងបានន័យថាលោកហ៊ុនសែននិងតកូលហ៊ុនសុំកលុំគ្នាជាមួយថាក់ស៊ីនទៅជាចំណេញដីទៅវិញចំណេញអីចឹងវាទៅជាល្អមួយយ៉ាងដែរសម្រាប់ក្រុមគ្រួសារតកូលហ៊ុនដែរប៉ុន្តែនៅពេលដែលថៃគេចាប់ផ្ដើមចង់ឲ្យរំលាយ MOU ចោលនេះគឺដើម្បីប្រាប់ថាដីទាំងប្រមាណនៅព្រំដែនហ្នឹងគឺអាចយកបានទាំងអស់ឥឡូវហ្នឹងអត់ទាន់រំលាយគេចាប់ផ្ដើមយកចង់អស់ហើយហ្នឹងហើយចោះរំលាយ MOU តើយើងនឹងបាត់ដីប្រមាណទៀតទៅបងប្អូនបានស្អីទប់ឥឡូវអនុទិនច័ន្ទវរៈគុលទៅហើយឲ្យប្រជាពលរដ្ឋថៃធ្វើប្រជាមតិទៅថាលុបចោលឬក៏ទុកខ្ញុំថាបើអ្នកនយោបាយថៃនៅតែប្រើភាសាដូចសពថ្ងៃថាមាន MOU ហ្នឹងថៃបាត់ដី100%ថៃនឹងគ្រប់គ្រងឲ្យលុប MOU នឹងចោលហើយបើលុប MOU ឆ្នាំ2000នឹងចោលព្រំដែនកម្ពុជាថៃយើងហ្នឹងនឹងคล้ายទៅជាសង្គ្រាមគ្មានទីបញ្ចប់ទេហើយបងប្អូនគិតថាចុះ MOU ហ្នឹងចុះបើមានសង្គ្រាមហេតុអីពីមុនមកវាអត់មានសង្គ្រាមហេតុអីនរណាបាត់ដីនរណាអីខាញ់ដឹងហើយតើយើងមិនដឹងថានរណាបាត់នរណាចំណេញអីទេគាត់ថាដឹងថាមាន MOU ហ្នឹងវាដូចថាអញជួយអញជួយអញឬក៏សម្របគ្នាទៅនរណានៅហ្នឹងសិនទៅគឺកុំអាលឆ្លោះគ្នារំពើតតដកអាហ្នឹងគឺបានន័យថាដករបស់ការពារអីទាំងអស់អ្នកណាថាអីថាទៅនរណាយកទៅថៃយកផែនទីខ្នាតលើ150,000គេយកដីយើងទៅខ្មែរថាខ្នាត1លើ200,000យើងទៅយកដីវិញអត់បានណាវាសំខាន់គឺថៃគេប្រើ1លើ50,000គេយកដីខ្មែរបានដល់ពេលថៃខ្មែរប្រើ1លើ200,000ដែលសរសេរនៅក្នុងសន្ធិសញ្ញាបារាំងសៀមដែលជាប្លង់រឹងយើងទៅយកវិញអត់បានព្រោះយើងអត់ធ្មត់អានឹងហើយដែលនឹងផ្ទុះសង្គ្រាមបងប្អូនខ្ញុំមើលទៅដូចជាមិនមានអីគួរឲ្យដូចថាមនោរម្យសោះខ្ញុំបារម្ភមែនតើអញ្ចឹងខ្មែរត្រៀមខ្លួនទាំងចិត្តទាំងកាយហើយអត់បាច់ត្រៀមខ្លួនអីទេព្រោះយើងត្រៀមខ្លួនអត់ធ្វើសង្គ្រាមហើយបានខ្ញុំមិនញុះញង់មិនលើកទឹកចិត្តឲ្យធ្វើសង្គ្រាមជាមួយថៃស្លាប់ប្រជាពលរដ្ឋស្លាប់យុទ្ធមិត្តយើងដោយឥតអំពើទៀតទេប៉ុន្តែខ្មែរត្រូវត្រៀមខ្លួនទាំង17លាននាក់ទាំងអ្នកច្បាប់ទាំងកវីបញ្ញវន្តបណ្ឌិតជួយគ្នាសរសេរបទពាក្យប្តឹងដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះហើយគឺជាពេលវេលាដែលបងប្អូនត្រូវធ្វើរដ្ឋាភិបាលជ្រើសរើសយកវិធីអត់ធ្មត់ចោះមិនអីទេដើម្បីសុខសន្តិភាពខ្ញុំមិនជំទាស់ទេប៉ុន្តែក្នុងពេលនេះអត់មែនអត់ធ្មត់ហើយតវ៉ាបកែកជំទាស់កោលទោសជូនដំណឹងអត់ទេអត់គ្រប់គ្រាន់ទេគឺត្រូវប្តឹងដាច់ខាតហើយនាំគ្នាជួយសរសេរពាក្យបណ្ដឹងហើយអ្នកច្បាប់កវីបណ្ឌិតបញ្ញវន្តសរសេរមកជួយបកស្រាយប្រាប់ប្រជាពលរដ្ឋឲ្យមានជាសំអាងនៅក្នុងការជជែកជាមួយគេកុំឲ្យស្ងាត់ឈឹងអញ្ចឹងអាហ្នឹងរឿងហ្នឹងប្តឹងឲ្យគេយកអីហ្នឹងបើអត់ប្តឹងទេគឺដឹងគេយកទាំងអស់ហើយប្តឹងអត់ចាំបាច់ស្អែកទេប្តឹងថ្ងៃហ្នឹងព្រោះគេរំលោភថ្ងៃហ្នឹងចាំស្អែកទៀតមិនដឹងចាំថ្ងៃណាទេហើយតែចាំថ្ងៃនេះសុំភ្លើងយកឲ្យគេអត់មានទុកទេគេមានយុទ្ធនាការយោធាគេមានយុទ្ធសាស្ត្រសង្គ្រាមគេចង់យកទឹកដីយើងហ្នឹងគេមាននៅក្នុងផែនទីរបស់គេឲ្យអស់ហើយតើយើងមិនដឹងទេណាបាទឥឡូវជាចុងក្រោយនេះគឺខ្ញុំអស់ហើយខ្ញុំគ្រាន់តែចង់ជម្រាបថា
អឺអ្វីគឺស្ថិតនៅលើប្រជាពលរដ្ឋខ្មែរយើងដែលជាកម្លាំងចលករនៅក្នុងការជួយរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃគឺទុនហើយបាក់ហើយតែយើងជ្រើសរើសថាយកផ្លូវមិនងើបមួយវាយមួយដោយលោកហ៊ុនសែនតែខ្ញុំមិនចង់ឲ្យថាបើងើបមួយវាយមួយខ្លាំងដូចខ្មែរគ្នាឯងអាហ្នឹងក៏ល្អដែរប៉ុន្តែខ្ញុំមិនចង់លើកទឹកចិត្តថាងើបមួយវាយមួយក្នុងស្ថានភាពដែលគេមានប្រៀបខ្លាំងជាងយើងប៉ុន្តែខ្មែរយើងក៏មិនខ្សោយប្រហែលដែរខ្មែរគ្រប់ទិសទីតាតាមពិតខ្មែរមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិកនិងលើពិភពលោកច្រើនជាងជនជាតិថៃផងយើងនៅក្រៅហ្នឹងមូលមាត់គ្នាមើលធ្វើមិនដាក់សម្ពាធរដ្ឋាភិបាលកម្ពុជានោះឲ្យប្តឹងឲ្យខាងតាបានមកហើយបើថាគាត់មិនប្តឹងទេគឺយើងជួយគ្នាធ្វើញ៉ាត់ឯងណានៃបាតកម្មក៏ក្រៅមេឃមើលរដ្ឋាភិបាលសពថ្ងៃអត់មានជំរឿសទេអញ្ចឹងបានន័យថាពឹងបងប្អូននៅក្រៅបើបងប្អូនអត់ជួយទៀតចប់ហើយបាទខ្ញុំសូមស្លេះប៉ុណ្ណឹងបង្អែមលៀងមាត់សម្រាប់រាត្រីថ្ងៃទី30គឺជូនមកផ្ទះថ្នោតប៉ុណ្ណឹងបងប្អូនលឺលុះត្រង់ណាទទួលទានខ្លះកវត្តចោលខ្លះទៅហើយអូសរំលងខ្លះទៅហើយសង្ឃឹមថានឹងបានជាធម្មទានខ្លះដើម្បីជាចំណេះជំនាញបងប្អូនមួយចំនួនដែលពិបាករកព័ត៌មានពិតនៅក្នុងសម័យដែលគេប្រឡប់គ្រប់យ៉ាងនេះសង្ឃឹមថាបង្អែមលៀងមាត់របស់ខ្ញុំនឹងនៅតែមានរសជាតិស្ករត្នោតកំពង់ស្ពឺឈ្ងុយឆ្ងាញ់មិនលាយស្ករមេស្ករហើយនឹងផ្សាយជូនបងប្អូនជានិច្ចនិរន្តរ៍ឲ្យតែមានការគាំទ្រពីបងប្អូនតទៅទៀតបាទសូមអរគុណរាត្រីសួស្តីសម្រាប់បងប្អូននៅប្រទេសកម្ពុជាទទួលទានដំណេកឲ្យលងលក់ស្កប់ស្កល់ស្អែកយើងទៅប្រកបរបរដើម្បីរកលុយសងមីក្រូហិរញ្ញវត្ថុនិងធនាគារតទៅទៀតបងប្អូននៅសហរដ្ឋអាមេរិកអរុនសួស្តីបាទសូមជម្រាបលាសូមអរ